ស្រមោចមួយក្តាប់មហាថ្មកិន្ធីបានបង្រៀនថាគោលបំណងនៃអ្នកសាសនាគឺមានតែមួយប៉ុណ្ណោះក៏ប៉ុន្តែទាស់ត្រង់ថាវិធីបង្រៀនរបស់ពួកគេមានលក្ខណៈដាច់ដោយឡែកពីគ្នានៅពេលដែលក្រពះស្ដេចឃ្លានគេត្រូវការអ្នកនយោបាយនៅពេលដែលចិត្តក្រហល់ក្រហាយគេត្រូវការអ្នកសាសនាអ្នកនយោបាយគឺជាភ្លើងចំណែកឯអ្នកសាសនាវិញគឺជាទឹកពេលខ្លះបិទទឹកក៏អាចប្រែក្លាយទៅជាភ្លើងហើយភ្លើងក៏អាចប្រែក្លាយទៅជាទឹកបានដូចគ្នាដូច្នេះបានគេប្រយ័ត្នខ្លាំងបំផុតកុំឲ្យអ្នកនយោបាយនិងអ្នកសាសនាខ្វែងផ្លូវគ្នាវត្តមានរបស់អ្នកនយោបាយប្រៀបបានដូចជាវត្តមានរបស់អ្នកយុទ្ធសាស្ត្រមួយរូបចំណែកវត្តមានរបស់អ្នកសាសនាក៏ប្រៀបបានដូចជាវត្តមានរបស់អ្នកអប់រំផ្លូវចិត្តដ៏ទន់ភ្លន់ម្នាក់ផងដែរចន្ទនាឃ្វាអ្នកប្រាជ្ញឥណ្ឌាបានពោលថាអំណាចដ៏ធំបំផុតរបស់ពិភពលោកគឺយុវវ័យនិងសម្រស់របស់ស្ត្រីបានន័យថាស្ត្រីប្រៀបបានដូចជាអ្នកសាសនាចំណែកឯយុវជនប្រៀបបានដូចជាអ្នកនយោបាយទឹកនិងភ្លើងត្រូវតែផ្ដុំគ្នាឲ្យប្រែក្លាយទៅជាបាយមួយឆ្នាំងសាសនានិងនយោបាយត្រូវបូកបញ្ចូលឲ្យដូចជាដងសន្ទូចនិងផ្លែសន្ទូចនៅពេលដែលអ្នកនយោបាយខ្លាំងនិងអ្នកសាសនាខ្លាំងយើងនឹងក្លាយទៅជាជនជាតិខ្លាំងនៅពេលដែលអ្នកនយោបាយខ្លាំងនិងអ្នកសាសនាខ្លាំងយើងនឹងក្លាយទៅជាជនជាតិខ្លាំងហើយជនជាតិខ្លាំងមានបេះដូងដូចជាស្ត្រីមានភក្តីដូចជាយុវជនឬក៏អាចថាផ្សំស្ត្រីឲ្យទទួលបានការអប់រំនិងគិតគូរពីអនាគតរបស់យុវជនដើម្បីមាតុភូមិរីកចម្រើនមួយតើគេត្រូវផ្ដើមចេញពីណាអ្នកប្រាជ្ញចិនឡាវជឺបានពោលថាត្រូវប្រឹងឲ្យខ្លួនឯងខ្លាំងសិនគេថា100ជំហានត្រូវផ្ដើមចេញពី1ជំហានហើយ1ជំហានត្រូវចេញតាំងពីពុំទាន់ឈានឯណោះដីមួយគំនរត្រូវចាប់ផ្ដើមពីដីមួយក្តាប់ប្រទេសដែលខ្លាំងក៏ត្រូវដុះចេញពីមនុស្សខ្លាំងមួយក្តាប់តូចដូចគ្នាដែរហើយតើនរណាគឺជាមនុស្សមួយក្តាប់តូចនោះជនមួយក្តាប់តូចខុសពីមនុស្សមួយក្តាប់ធំការជួយសង្គមបានពុំមែនចេះតែមានបំណងហើយចេះតែជួយបាននោះទេក៏ប៉ុន្តែត្រូវស្វាត់ស្វែងសង្គ្រោះខ្លួនឯងឲ្យคล้ายទៅជាវីរបុរសសង្គ្រោះពិតប្រាកដសិនកាលណាដៃខ្លួនមានប្រហោងដៃនោះក៏ពុំអាចក្បង់ទឹកជូនជនស្រេកឃ្លានបានឡើយកាលណាខ្លួនឯងពុំខ្លាំងចំណាយពេលវេលាជួយសង្គមក៏គ្មានតម្លៃម្យ៉ាងតម្លៃនៃការជួយនរណាម្នាក់លុះត្រាណាតែមានតម្លៃដើម្បីជួយខ្លួនឯងសិននៅពេលដែលខ្លួនឯងคล้ายទៅជាជនជាតិខ្លាំងពេញលេញហើយឬคล้ายជាជនមួយក្តាប់ពេញកម្លាំងហើយការចែកក្បង់ជំនួយក៏មានប្រសិទ្ធភាពមួយក្តាប់និងមួយក្តាប់នឹងបានទៅជាមួយចង្អេរកាលណាយុវជនចេះក្តាប់គ្នាចេះវិញគ្នានាពេលនេះនោះនឹងអាចជួយសង្គមបានយ៉ាងពិតប្រាកដនៅថ្ងៃស្អែកហើយរវាងអ្នកនយោបាយនិងសាសនាពុំចុះសម្រុងគ្នាជនមួយក្តាប់នេះនឹងក្លាយទៅជាអ្នកតម្រង់ដូច្នេះហើយក្នុងកលៈទេសៈបែបនេះត្រូវតែបង្រួបបង្រួមជនមួយក្តាប់តូច